ប្រជ្រុយ5កន្លែងនាំសំណាងល្អពេញមួយជីវិតមិនថាលុយកេរ្តិ៍ឈ្មោះឬសុភមង្គលមនុស្សជាច្រើនមិនចាំបាច់បារម្ភទេថាប្រជ្រុយតូចៗដែលដោះនៅលើរាងកាយរបស់ពួកគេមានអត្ថន័យជ្រៅជ្រះបែបណានោះទេប៉ុន្តែបើតាមជំនឿតាំងពីបុរាណរបស់ជនជាតិអាស៊ីដែលសិក្សាពីរូបសាស្ត្រនិងហោរាសាស្ត្របានបង្ហាញថាបើអ្នកមានប្រជ្រុយទាំង5កន្លែងនេះតែងតែនាំមកនូវលាភសំណាងធំវិបុលភាពនិងពរជ័យដល់ម្ចាស់របស់ខ្លួនប្រសិនបើអ្នកមានប្រជ្រុយលើកន្លែងទាំងនេះសូមត្រៀមខ្លួនក្លាយជាមនុស្សដែលមានសំណាងល្អពេញមួយជីវិតមុននឹងបន្តទស្សនាសូមបងប្អូនជួយចុច like ចុច subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗមុនគេនៅពេលដែល admin បានបង្ហោះតបន្តទស្សនាទី1ប្រជ្រុយនៅលើថ្ងាសតំបន់នៃការរីកចម្រើននិងការផ្លាស់ប្ដូរមនុស្សដែលមានប្រជ្រុយនៅត្រង់ថ្ងាសជាពិសេសផ្នែកកណ្ដាលឬខាងលើច្រើនតែស័ក្តិសមនឹងការងារដែលតម្រូវឲ្យមានការធ្វើដំណើរឥតឈប់ឈរនិងពិបាកនឹងរស់នៅមួយកន្លែងយូរអង្វែងប្រជ្រុយនេះតំណាងឲ្យការផ្លាស់ទីលំនៅការផ្លាស់ប្ដូរស្ថានភាពសង្គមទៅកាន់ភាពល្អប្រសើរនិងសមត្ថភាពរបស់មនុស្សម្នាក់ដើម្បីក្លាយជាមនុស្សដែលគេមើលឃើញពីភាពអស្ចារ្យនិងទេពកោសល្យរបស់ខ្លួនជោគវាសនាតាមរយៈការឆ្លងកាត់ដ៏លំបាកដែលអាចមានភាពនឿយហត់នឹងការធ្វើដំណើរឬការផ្លាស់ប្ដូរការងាររបស់ពួកគេនឹងមានភាពល្អប្រសើរយ៉ាងខ្លាំងនៅពេលវ័យកាន់តែចាស់ដោយសារតែទេពកោសល្យពីធម្មជាតិនិងការខិតខំប្រឹងប្រែងមិនលំអៀងមនុស្សដែលមានប្រជ្រុយនៅត្រង់នេះនឹងបន្តឈានទៅមុខនិងទទួលបានលាភសំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់នាថ្ងៃអនាគតទី2ប្រជ្រុយនៅកេរមាត់តំណាងឲ្យភាពតាក់ទាញនិងទ្រព្យសម្បត្តិមនុស្សដែលមានប្រជ្រុយនៅកេរមាត់មិនថានៅខាងឆ្វេងឬខាងស្ដាំឡើយគឺជាមនុស្សដែលមានជោគវាសនាធូរធារពួកគេមានភាពវៃឆ្លាតមានមន្តស្នេហ៍ពូកែខាងទំនាក់ទំនងល្អជាមួយមនុស្សទូទៅហើយពូកែបញ្ចុះបញ្ចូលគេទៀតផងចំពោះបរិសុទ្ធភាគច្រើនតែងតែជាមនុស្សគោរពអ្នកដទៃមានការគិតគូរបានវែងឆ្ងាយនិងវៃឆ្លាតក្នុងមុខជំនួញឬការងារចំពោះស្ត្រីតែងតែនិយាយចេញមកបែបទន់ភ្លន់គួរឲ្យស្រឡាញ់និងងាយជួបមនុស្សប្រុសដែលស្រឡាញ់និងគាំទ្រពួកគេយ៉ាងអស់ពីចិត្តមិនតែប៉ុណ្ណោះមនុស្សដែលមានប្រជ្រុយនៅត្រង់នេះភាគច្រើនមានលុយចាយពេញដៃមិនខ្វះខាតឡើយហើយមានកូនចៅច្រើនមានសុភមង្គលទៀតផងទី3ប្រជ្រុយនៅលើផ្លូវតំណាងឲ្យអំណាចនិងជីវិតដ៏សុខស្រួលមនុស្សដែលមានប្រជ្រុយនៅលើផ្លូវត្រូវបានគេចាត់ទុកថាជាមនុស្សមានវាសនាខ្ពស់ដែលមិនដែលព្រួយបារម្ភរឿងអាហារនិងសម្លៀកបំពាក់របស់ពួកគេឡើយក្នុងមួយជីវិតនេះពួកគេជាមនុស្សដែលត្រូវបានគេព្យាករណ៍ថានឹងមានលុយអំណាចនិងកេរ្តិ៍ឈ្មោះដ៏ខ្ពង់ខ្ពស់នៅក្នុងសង្គមភាពងាយស្រួលមិនត្រឹមតែប៉ុណ្ណោះទេពួកគេតែងតែទទួលបានលទ្ធផលល្អលើសពីការរំពឹងទុកទោះបីជាមានការខិតខំតិចតួចក៏ដោយព្រោះតែងតែមានអ្នកជួយជ្រោមជ្រែងស្នេហាបន្ថែមពីលើនេះពួកគេក៏មានសំណាងក្នុងរឿងស្នេហាដែរបន្ទាប់ពីរៀបការរួចពួកគេនឹងមានគ្រួសារដ៏កក់ក្ដៅពោរពេញដោយសុភមង្គលរហូតដល់ចាស់ទី4ប្រជ្រុយចង្កាតំបន់នៃទ្រព្យសម្បត្តិនៅវ័យចាស់ចង្កាតំណាងឲ្យជោគវាសនារបស់មនុស្សដែលឈានដល់វ័យកណ្ដាលនិងវ័យចាស់មនុស្សដែលមានប្រជ្រុយនៅលើចង្កាមិនថានៅកណ្ដាលឬចំហៀងគឺមានពរជ័យធំមានវាសនាល្អនិងមានទ្រព្យសម្បត្តិច្រើនការជំនះឧបសគ្គទោះបីជាមានការលំបាកនៅវ័យក្មេងក៏ដោយក៏បុគ្គលនេះអាចយកឈ្នះបានដែរហើយភាពជោគជ័យពិតប្រាកដនឹងលេចឡើងនៅពេលវ័យកាន់តែចាស់បើនិយាយពីការងារវិញពួកគេខិតខំប្រឹងប្រែងឥតឈប់ឈរដូច្នេះពួកគេអាចទទួលបានសមិទ្ធផលជាច្រើនក្នុងអាជីពលាភចៃដន្យមនុស្សដែលមានប្រជ្រុយនៅត្រង់នេះអាចទទួលបានទ្រព្យសម្បត្តិដែលមិននឹកស្មានដល់ឬមរតកធំនៅពេលឈានចូលដល់វ័យចំណាស់ពួកគេច្រើនតែមានទ្រព្យសម្បត្តិច្រើនហើយរស់នៅដោយសុខសន្តិភាពនិងរីករាយទី5ប្រជ្រុយនៅលើចិញ្ចើមគុជនាំលាភសម្រាប់គ្រួសារប្រជ្រុយនៅលើចិញ្ចើមឬលាក់ក្នុងចិញ្ចើមជាញឹកញាប់តែងតែត្រូវបានគេប្រៀបប្រដូចទៅនឹងគុជដ៏មានតម្លៃនៅក្នុងសមុទ្រប្រជ្រុយនេះអាចនាំមកនូវសំណាងល្អភាពឆ្លៀសវៃនិងវិបុលភាពដល់ម្ចាស់របស់ខ្លួនចំពោះបរិសុទ្ធនឹងមានការងារយ៉ាងអំណោយផលទទួលបានការគោរពពីអ្នកនៅជុំវិញខ្លួននិងមានមិត្តភក្តិល្អដែលតែងតែជួយជ្រោមជ្រែងចំពោះស្ត្រីដែលមានប្រជ្រុយលើចិញ្ចើមនេះមិនថាខាងឆ្វេងឬខាងស្ដាំនោះទេសុទ្ធតែមានភាពរុងរឿងពួកគេក៏នឹងជួយស្វាមីបង្កើតអាជីពដ៏ជោគជ័យផងដែរហើយអាចបង្កើតកូនដែលមានទេពកោសល្យនិងជោគវាសនានាថ្ងៃអនាគតជីវិតគូរបស់ពួកគេនឹងពោរពេញដោយសេចក្តីសុខនិងលុយកាក់
បន្ទាប់ពីទស្សនាវីដេអូនេះចប់តើប្រិយមិត្តបងប្អូនមាននៅប្រជ្រុយទាំង5កន្លែងនេះដែរឬទេសូមចូលរួម comment នៅខាងក្រោមវីដេអូនេះដើម្បីឲ្យ admin បានដឹងពីចម្លើយនិងបទពិសោធន៍របស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់ទៀត